យឥឡូវនេះគឺកាន់តែប្រហើនខ្លាំងហើយកងទ័ពជើងទឹកថៃមួយក្រុមបានមកពាត់ចាប់ទូកនេសាទរបស់កម្ពុជារួមទាំងប្រជាជនដែលជាអ្នកនេសាទចំនួន3នាក់យកទៅក្នុងទឹកដីថៃបាត់ស្រមោលបាទអនុញ្ញាតគោរពជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពរាប់អាននេះគឺជាដំណឹងបន្ទាន់មួយតាក់ទងជាមួយនឹងភាគីថៃនៅតែបន្តរំលោភបំពាននិងឆ្លងចូលដែនសមុទ្រកម្ពុជាដោយមិនមានការអនុញ្ញាតអំពីកម្ពុជានោះទេកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះខាងភាគីថៃបានប្រើនាវាកងទ័ពជើងទឹកថៃមួយក្រុមហើយក៏ធ្វើការស្ទាក់ចាប់ទៅនឹងទូកនេសាទរបស់កម្ពុជាមួយដែលកំពុងតែនេសាទនៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជាកងទ័ពជើងទឹកថៃនោះបានបើកចូលទៅក្នុងដែនសមុទ្រកម្ពុជាដោយមិនមានការអនុញ្ញាតនោះទេហើយក៏មិនមែនជាការដើរល្បាតធម្មតាដែរគឺដោយសារតែពួកយោធាពួកកងទ័ពជើងទឹកថៃនោះបានចុះមកអនុវត្តច្បាប់នៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជាដែលបានចាប់យកបងប្អូនដែលជាអ្នកនេសាទជនជាតិខ្មែររបស់យើងនេះចំនួន3នាក់ព្រមទាំងរឹបអូសទូកនេសាទរបស់ពួកគាត់នោះមួយគ្រឿងដើម្បីនឹងយកទៅក្នុងប្រទេសថៃផងដែរចំណុចដ៏គួរឲ្យខឹងសម្បាខ្លាំងបំផុតនោះគឺទីតាំងដែលថៃបានចូលមកចាប់ទូកនេសាទរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែនេសាទនោះគឺស្ថិតនៅចម្ងាយប្រហែលជា7ម៉ាイលដែលវាប្រហែលជា11គីឡូម៉ែត្រតែប៉ុណ្ណោះអំពីកោះយ៉ដែលស្ថិតនៅក្នុងខេត្តកោះកុងនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងអញ្ចឹងមានន័យថាប្រជាពលរដ្ឋខ្មែររបស់យើងហ្នឹងគាត់កំពុងតែនេសាទត្រីនៅក្នុងសមុទ្រហ្នឹងនៅក្នុងដែនសមុទ្រនៃសមុទ្រកម្ពុជារបស់យើងទេដែលឡែកភាគីថៃបានបើកនាវាល្បាតរបស់គេហ្នឹងរួមទាំងកងទ័ពជើងទឹកថៃនោះមកធ្វើការខាត់យកទូកនេសាទរបស់ប្រជាជនកម្ពុជាយើងទៅស្រស់តែម្ដងដោយអត់មានផ្ដោតដំណឹងអីមួយនោះទេគឺចាប់យកទៅតែម្ដងត្រង់កន្លែងនេះខ្ញុំសូមវិភាគនឹងនិយាយបន្តិចតាក់ទងជាមួយនឹងច្បាប់សមុទ្រដែលកម្ពុជាយើងតាប់តែប្រកាសណាបងប្អូនអ្នកគ្នាបើយើងពិនិត្យទៅលើតាមច្បាប់អន្តរជាតិឬក៏ច្បាប់សមុទ្រអន្តរជាតិ UNCLOS ដែលបានប្រកាសកាលពីមួយរយៈមុននេះជាទូទៅដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗគឺគេគិតចេញអំពីឆ្នេរឬក៏ខ្សែបន្ទាត់មូលដ្ឋាននៅចម្ងាយ12ម៉ាイលសមុទ្រឬក៏វាស្មើទៅនឹង22គីឡូម៉ែត្រអំពីឆ្នេរសមុទ្រនៃដែនអធិបតេយ្យភាពរបស់ប្រទេសមួយដោយឡែកនៅក្នុងករណីនេះគឺប្រជាពលរដ្ឋកម្ពុជាយើងដែលគាត់កំពុងតែនេសាទត្រីនេះគឺគាត់នៅចម្ងាយប្រហែលជា11គីឡូម៉ែត្រអំពីឆ្នេរសមុទ្រកម្ពុជាប៉ុណ្ណោះអានេះគឺមានន័យថាវាស្ថិតនៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជានៅឡើយនោះទេអត់ទាន់ចូលទៅដល់ដែនសមុទ្រនៃប្រទេសថៃនោះទេដែលឡែកថៃនោះមិនដឹងថាគេនោះពឹងទៅលើឯកសារច្បាប់ខាងណាខាងណីទេបានជាគេចូលមកចាប់ទូកនេសាទរបស់កម្ពុជានេះដោយយកលេសថាកម្ពុជាយើងបានធ្វើការនេសាទខុសច្បាប់នៅក្នុងដែនសមុទ្ររបស់ប្រទេសថៃទៅវិញតាមពិតទៅប្រជាពលរដ្ឋខ្មែរយើងនឹងគាត់កំពុងតែស្ថិតនៅគៀកបង្កោយនៅក្បែរកោះយ៉ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងនឹងគឺច្បាស់ក្រឡែតតែម្ដងហើយការដែលតាហ៊ានជើងទឹកថៃនេះបានចូលមកចាប់ដល់ទឹកដីរបស់យើងនេះគឺវាស្មើនឹងការចូលមកក្នុងផ្ទះគេហើយក៏ធ្វើការចាប់បង្ខំឲ្យម្ចាស់ផ្ទះហ្នឹងទៅផ្ទះគេនោះទៅវិញដើម្បីយកទៅកាត់ទោសឬក៏យកចោទប្រកាន់ថាចេះមួយចុះពីរបង្កើតជារឿងអីចឹងទៅណាបងប្អូនហើយមួយទៀតបងប្អូនតាក់ទងជាមួយនឹងករណីនេះវាមិនមែនជាករណីដែលទើបនឹងកើតឡើងទី1នោះទេមួយរយៈមុនគឺធ្លាប់កើតមានម្ដងដែរតាក់ទងជាមួយនឹងការចាប់ខ្លួនអ្នកនេសាទនៅលើសមុទ្រនៃប្រទេសកម្ពុជានេះក៏ធ្លាប់បានចាប់ម្ដងរួចទៅហើយកាលពីកំឡុងដើមខែមករានៅក្នុងឆ្នាំ2026នេះខាងភាគីថៃនេះបានចាប់ទៅនឹងអ្នកនេសាទកម្ពុជាយើងម្ដងរួចទៅហើយពេលនោះគឺចាប់ឃាត់ខ្លួនជនជាតិកម្ពុជាយើងចំនួន4នាក់រួមទាំងទូកនេសាទមួយហើយរយៈពេល5ថ្ងៃក្រោយទើបភាគីថៃនេះបានប្រគល់ខ្លួនជនជាតិខ្មែរទាំង4នាក់ដែលធ្លាប់បានចាប់នៅពេលនោះប្រគល់មកឲ្យប្រទេសកម្ពុជាវិញអានេះវាហាក់ដូចជារឿងដដែលបងប្អូនរឿងដដែលគឺបានកើតឡើងម្ដងទៀតមិនដឹងថាថៃកំពុងតែធ្វើតេស្តអ្វីមួយឬក៏សាកចិត្តអ្វីមួយគឺយើងអត់ដឹងប៉ុន្តែយើងដឹងថាកាលពីមុននោះគឺធ្លាប់ចាប់ទូកនេសាទក៏ដូចជាចាប់ប្រជាពលរដ្ឋខ្មែរយើងម្ដងរួចទៅហើយក្រសួងការបរទេសរបស់កម្ពុជាក៏បានដាក់លិខិតមួយឲ្យទីមទីឲ្យភាគីថៃនេះគឺដោះលែងអ្នកនេសាទទាំង3នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌអ្វីនោះទេព្រោះអីពួកគាត់គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយក៏ស្ថិតនៅក្នុងដែនទឹកកម្ពុជាផងដែរបើយើងក៏លេខមើលមកផ្លែតទៅយើងគិតថាវាគឺជារឿងតូចតាចដែលគ្រាន់តែចាប់មនុស្សពី3នាក់បងប្អូនតែពិតទៅវាមិនមែនអញ្ចឹងទេ
វាគឺពាក់ព័ន្ធជាមួយនឹងបាទអធិបតេយ្យភាពរបស់ប្រទេសរបស់យើងណាដោយសារតែកម្ពុជាទើបតែបានចុះបាទសេចក្ដីបានទៅលើច្បាប់សមុទ្រអន្តរជាតិរួចទៅហើយដូច្នេះបាទមានអាវុធបាទយុទ្ធធម៌ពេញទីនៅក្នុងដៃតែម្ដងដើម្បីតវ៉ាតាក់ទងជាមួយនឹងករណីនៃការរំលោភបំពានទៅលើដែនសមុទ្ររបស់កម្ពុជានេះដូច្នេះយើងសង្ឃឹមថាភាគីថៃនឹងដោះស្រាយបញ្ហានេះដោយសន្តិវិធីហើយក៏បាទគោរពទៅកាន់អ្នកជិតខាងគ្នាដើម្បីរក្សាបាទចំណងមិត្តភាពរវាងបាទប្រទេសទាំងពីរនេះឲ្យស្ថិរភាពនឹងគ្នាក៏ព្រោះតែបាទកម្ពុជានិងថៃនេះមានចំនួននឹងគ្នាក៏ពិតមែនក៏ប៉ុន្តែយើងក៏មិនអាចបាទនឹងលើកប្រទេសហ្នឹងឲ្យចេញពីគ្នាបានទេមុននឹងក្រោយក៏បាទកម្ពុជានិងថៃនេះនៅតែជាប់គ្នារហូតហ្នឹងបាទអញ្ចឹងយើងត្រូវតែបាទដោះស្រាយគ្នាដោយសន្តិវិធីក៏មិនប្រើប្រាស់ការផ្ទុះអាវុធអីចឹងណាបងប្អូនអរគ្នាបាទតាក់ទងជាមួយនឹងព័ត៌មានមួយនេះគឺមានប៉ុណ្ណេះអញ្ចឹងខ្ញុំនឹងបន្តតាក់ទងជាមួយនឹងបាទរឿងរ៉ាវមួយដែលកំពុងតែទទួលបានបាទការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមតាក់ទងជាមួយនឹងបាទបងស្រីម្នាក់ដែលគាត់គឺជាម្ចាស់ផ្ទះវិឡាដ៏ធំប្រណិតមួយដែលស្ថិតនៅក្នុងបាទតំបន់បឹងត្រកួនបាទដែលត្រូវបានភៀកគីថៃធ្វើការបាទពាត់បលាលួសពាត់ទូកុងតឺន័របាទវីដេអូឃ្លីបមួយត្រូវបានបាទចែករំលែកជាច្រើននៅក្នុងបណ្ដាញសង្គមនៃប្រទេសកម្ពុជារបស់យើងនេះហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនដែលសកម្មភាពបងស្រីម្នាក់ដែលគាត់បានថតជាវីដេអូនិងបង្ហោះអំពីបាទការជួយចាប់របស់គាត់តាក់ទងជាមួយនឹងបាទគេគ្រប់គ្នាគេបានសែនសប្បាយរីករាយនៅក្នុងផ្ទះរបស់គេខណៈដែលគាត់គឺមិនបានសែននៅក្នុងផ្ទះរបស់គាត់ទេគឺគាត់សែននៅក្បែរផ្ទះរបស់គាត់បាទហើយក៏ត្រូវបានភៀកគីថៃគំរាមនឹងដេញគាត់ចេញហើយគំរាមថានឹងបាញ់គាត់ទៀតផងបាទគាត់ក៏បានតបដោយការនិយាយថាបើសិនជាបាញ់ក៏បាញ់ទៅចុះក៏ព្រោះតែបាទគាត់មិនមានអ្វីសេសសល់ទេបាទគាត់បានខំសន្សំលុយកាក់ជាច្រើនដើម្បីបាទសាងសង់ផ្ទះវិឡាដ៏ធំប្រណិតមួយនេះបាទជាត្រូវបានភៀកគីថៃបានប្រើប្រាស់បន្លាលួសបាទហើយក៏ធ្វើការពាត់យកឥឡូវនេះក៏ឃើញថាមានការវាយកំទេចផងដែរបាទនេះគឺពិតជាឈឺចាប់ខ្លាំងមែនទែនជំនួសបងស្រីហើយក៏ពិតជាបាទឈឺចាប់ចំពោះបាទប្រជាពលរដ្ឋខ្មែរទាំងអស់ដែលលំនៅឋានរបស់គាត់នេះត្រូវបានភៀកគីថៃបានប្រើបន្លាលួសឬក៏ទូកុងតឺន័រដើម្បីពាត់យកនេះបាទជុំបងប្អូនគ្នាកុំភ្លេចបាទ share វីដេអូនេះម្នាក់មួយដើម្បីឲ្យបងប្អូនជនរួមជាតិយើងបានដឹងអំពីបាទព័ត៌មានថ្មីដែលខ្ញុំបានអាប់ដេតបន្តទៀតនេះហើយបាទសង្ឃឹមថាបងប្អូនគ្នាកុំភ្លេចបាទ Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីអំពីខ្ញុំបាទបន្តទៀតបាទអរគុណច្រើនបងប្អូនគ្នាបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា